សម្រាប់ទូដៃទម្ងន់140គីឡូរបស់ទូកូតវាបកខាងយើងបងយកទៅចង់ដាក់ជាមួយនឹងឯកសារ A4 A5 ឬមួយក៏ធំជាង A4 ក៏បានដែរជាពិសេសសម្រាប់ទូដៃដែលខ្ញុំធ្វើការបង្ហាញជូនបងនេះគឺជាប្រភេទទូដៃសុវត្ថិភាពម៉ាកកូតវាលដែលប្រើប្រាស់ទៅដោយប្រព័ន្ធសោជីកលីកូតហើយតកតងទៅនឹងទូនេះដែរគឺវាអាចការពារជាមួយនឹងកម្ដៅភ្លើងបានទៀតគឺវាការពារជាមួយនឹងកម្ដៅភ្លើងបានរហូតដល់2ម៉ោងនៅក្នុងសីតុណ្ហភាព1037អង្សាសេដែលជាផលិតផលស្តង់ដារពីប្រទេសកូរ៉េសុទ្ធ 100% តែម្ដងប្រើប្រាស់ទៅដោយប្រភេទទឹកថ្នាំទំនើបចុងក្រោយបំផុតរបស់ប្រទេសកូរ៉េគឺប្រភេទទឹកថ្នាំ powder coating ដែលអាចការពារជាមួយនឹងស្នាមឆ្កូតនិងស្នាមប្រឡាក់បានយ៉ាងល្អធ្វើឲ្យទូរបស់យើងមើលមកឃើញសភាពភ្លឺរលោងស្អាតតែម្ដងហើយសម្រាប់ទូដៃសុវត្ថិភាពដែលប្រើប្រាស់ទៅដោយប្រព័ន្ធសោជាលេខកូដរបស់ខាងយើងលេខកូដរបស់វាបងអាចធ្វើការផ្លាស់ប្ដូរទៅតាមការស្រឡាញ់និងការចង់បានរបស់បងបានដែលមានដែនកំណត់ទេជាពិសេសសម្រាប់ទូនេះបងយកទៅគឺវាមានជាមួយនឹងកង់រុញដែរចំពោះកង់របស់វានឹងយើងដាក់ដើម្បីសម្រួលការលើកបើសិនជាដាក់ទៅដល់ទីតាំងដែលបងចង់ដាក់ហើយគឺអាចធ្វើការដោះកង់នឹងចេញបានតើតើទៅនឹងកម្ពស់និងទំហំរបស់ទូ140គីឡូនេះដែរកម្ពស់របស់វាគឺ7 ទឹក7ទទឹងរបស់វា5 ទឹកជម្រៅទៅខាងក្រោយ5 ទឹកអញ្ចឹងយើងមកមើលនៅខាងមុខជាក់ស្ដែងរបស់ទូវិញគឺមានជាមួយនឹងប្រព័ន្ធសោជាលេខកូដនេះមួយមានជាមួយនឹងសោសម្រាប់ចាក់លុកកន្លែងដៃទ្វារមួយនិងមានជាមួយនឹងដៃកាច់សម្រាប់បើកទ្វារទូមួយផងដែរយើងមានជាមួយនឹងត្រចៀកទ្វារ2ខាងលើមួយនិងត្រចៀកទ្វារនៅខាងក្រៅមួយដែលត្រចៀកទ្វាររបស់វានឹងគឺជាប្រភេទដៃសុតមាំតាន់ធន់ជាមួយនឹងការកាត់ផ្ដាច់និងការកោះបានយ៉ាងល្អអញ្ចឹងយើងមកមើលនៅខាងក្នុងរបស់ទូ140គីឡូវិញដើម្បីបើកទ្វារទូនេះបានខ្ញុំធ្វើការចុចលេខកូដសិនពេលដែលយើងចុចលេខកូដ load open បែបនេះកាច់ដៃឡើងលើគឺអាចបើកទ្វារទូបាននេះនៅខាងក្នុងរបស់ទូ140គីឡូនេះដែរគឺមានជាមួយនឹងធ្នើរចំនួន1ដែលធ្នើរនេះបងអាចធ្វើការសេរីតម្លាក់ឡើងតាមតម្រូវការបងបាននិងមានជាមួយនឹងកេកនៅខាងក្រោមធំទលាយនិងស្រស់ស្អាតមួយផងដែរសម្រាប់ទ្វាររបស់ទូ140គីឡូនេះគឺមានជាមួយនឹងកលឹះទ្វារកន្លងជុំវិញមានជាមួយនឹងកលឹះទ្វារពីខាងលើនេះមួយមានជាមួយនឹងកលឹះទ្វារពីខាងចំនួន2ហើយក៏មានជាមួយនឹងកលឹះទ្វារនៅខាងក្នុងចំនួន2ដូចគ្នាដែលកលឹះទ្វាររបស់វានឹងគឺធំមាំតាន់ធន់ជាមួយនឹងការកោះនិងអាចការពារទ្រព្យសម្បត្តិរបស់បងយ៉ាងល្អហើយចង់បញ្ជាក់មួយទៀតសម្រាប់ទូដៃសុវត្ថិភាពកូដវាលរបស់ខាងយើងប្រព័ន្ធសោជាលេខកូដនេះវាមានជាមួយនឹងសារ៉ែនរ៉ូដែរចំពោះសារ៉ែនរ៉ូហ្នឹងគឺរ៉ូនៅពេលដែលមានការចុចខលលេខកូដចំនួន3ដងនិងមានការប៉ះទង្គិចទូខ្លាំងគឺវានឹងរ៉ូសារ៉ែនហ្នឹងហើយសារ៉ែននឹងរ៉ូខ្លាំងឬតិចអាស្រ័យទៅលើថ្មបងដែរបើសិនជាថ្មខ្លាំងវារ៉ូខ្លាំងទៅតាមហ្នឹងបើថ្មខ្សោយក៏វារ៉ូខ្សោយទៅតាមហ្នឹងដូចគ្នាសម្រាប់បងដែលស្រឡាញ់ជាមួយនឹងទូដៃទម្ងន់140គីឡូដែលមានរហូតដល់2ប្រព័ន្ធសោបងជ្រើសរើសមានជាមួយនឹងប្រព័ន្ធសោជាលេខកូដនិងសោបង្វិលបងចង់បានជាមួយនឹងតម្លៃពិសេសបងអាចធ្វើការទំនាក់ទំនងមកយើងបានតាមរយៈលេខទូរស័ព្ទឆាតចូល Page ឬមួយក៏តាម Telegram ក៏បានដែរសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណបាយបាយ